យុទីហ្វុងរ៉ាកាសាដ៏ធំមួយបានបោកបក់មកលើកោះតៃវ៉ាន់និងបង្កការខូចខាតយ៉ាងច្រើនបណ្ដាលឲ្យមនុស្សយ៉ាងតិច15នាក់បានបាត់បង់ជីវិតនិងជាច្រើនអ្នកទៀតបាត់ខ្លួនព្យុះដ៏ធំមួយឈ្មោះថាព្យុះទីហ្វុងរ៉ាកាសាបានឆ្លងកាត់ភាគខាងជើងនៃប្រទេសហ្វីលីពីនបង្កការខូចខាតយ៉ាងច្រើនបន្ទាប់មកវាបានទៅកោះតៃវ៉ាន់ជាកន្លែងបណ្ដាលឲ្យមានភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ធ្វើឲ្យទំនប់មួយចំនួនបាក់ធ្វើឲ្យមនុស្សយ៉ាងហោចណាស់15នាក់រងរបួសនិងជាច្រើនអ្នកទៀតបាត់ខ្លួនព្យុះនេះក៏បានបង្កបញ្ហាក្នុងប្រទេសហ្វីលីពីនដែលមនុស្សយ៉ាងតិច8នាក់បានបាត់បង់ជីវិតឥឡូវនេះព្យុះនេះកំពុងធ្វើដំណើរពីទីក្រុងហុងកុងឆ្ពោះទៅភាគខាងត្បូងនិងភាគខាងកើតនៃប្រទេសចិនព្យុះទីហ្វុងរ៉ាកាសាគឺជាប្រភេទព្យុះដ៏ធំមួយដែលមានខ្យល់បក់ខ្លាំងរហូតដល់206គីឡូម៉ែត្រក្នុង1ម៉ោងបានរំកិលឆ្លងកាត់ភាគខាងជើងនៃទីក្រុងលូស៊ុនក្នុងប្រទេសហ្វីលីពីនកាលពីថ្ងៃទី23ខែកញ្ញាព្យុះនេះបានបណ្ដាលឲ្យមានភ្លៀងធ្លាក់ខ្លាំងនិងធ្វើឲ្យដីរអិលនាំឲ្យទឹកជំនន់និងការបាក់ដីដែលបានឆក់យកជីវិតមនុស្សយ៉ាងតិច8នាក់គិតត្រឹមព្រឹកថ្ងៃទី24ខែកញ្ញារបាយការណ៍បាននិយាយថាយ៉ាងហោចណាស់មនុស្ស15នាក់បានស្លាប់នៅក្នុងកោះតៃវ៉ាន់និង18នាក់ផ្សេងទៀតបានរងរបួសក្រុមជួយសង្គ្រោះកំពុងមមាញឹកក្នុងការស្វែងរកមនុស្សដែលបាត់ខ្លួនមេដឹកនាំកោះតៃវ៉ាន់លោកនាយករដ្ឋមន្ត្រីជូជុងតៃបានស្នើសុំឲ្យមានការពិនិត្យមើលយ៉ាងប្រុងប្រយ័ត្នអំពីមូលហេតុដែលវាមិនល្អក្នុងការប្រាប់ប្រជាជនឲ្យជម្លៀសដោយសុវត្ថិភាពពីដំបូងពួកគេគិតថាមនុស្ស152នាក់បានបាត់ខ្លួនប៉ុន្តែឥឡូវនេះនៅសល់តែ17នាក់ប៉ុណ្ណោះដែលបានបាត់ខ្លួនដោយសារជនរងគ្រោះមួយចំនួនបានតាក់ទងទៅអាជ្ញាធរទាន់ពេលវេលាព្យុះទីហ្វុងរ៉ាកាសាគឺជាព្យុះខ្លាំងបំផុតដែលខ្យល់បក់ខ្លាំងរហូតមានរលកយៈកម្ពស់ជាង5ម៉ែត្របានកើតឡើងដោយសារតែបញ្ហានេះពួកគេបានចេញកម្រិតប្រមានពោះបំផុតជើងហោះហើរទាំងអស់នៅអាកាសយានដ្ឋានហុងកុងត្រូវបានផ្អាកតាំងពីរសៀលថ្ងៃអង្គារដូច្នេះមនុស្សជាច្រើនបានជាប់គាំងនៅទីនោះដើម្បីរងចាំមើលថាតើនឹងមានអ្វីកើតឡើងបន្តទៀតដោយឡែកនៅរសៀលថ្ងៃពុធទី24ខែកញ្ញាព្យុះទីហ្វុងនេះបានបោកបក់ទៅដល់ភាគខាងត្បូងប្រទេសចិនក្នុងខេត្តហ្វាំងតុងដែលមានប្រជាជនជាង2លាននាក់ព្យុះទីហ្វុងបានបង្កការខូចខាតយ៉ាងច្រើនវាបានបំផ្លាញផ្ទះសម្បែងផ្ដួលរលំដើមឈើនិងធ្វើឲ្យខូចខាតអគារមួយថ្ងៃមុនពេលព្យុះមកដល់អាជ្ញាធរដែលទទួលខុសត្រូវបានប្រាប់ប្រជាជនប្រហែល400,000នាក់នៅក្នុងទីក្រុងហ្វាំងតុងឲ្យចាកចេញពីផ្ទះរបស់ពួកគេជាបន្ទាន់ដើម្បីរក្សាសុវត្ថិភាពប្រជាជននៅប្រទេសចិនបានប្រញាប់ប្រញាល់ទិញអាហារនិងគ្រឿងផ្គត់ផ្គង់ពីហាងនានាដោយសារតែពួកគេគិតថាពួកគេប្រហែលជាត្រូវជម្លៀសខ្លួនពីតំបន់ប្រមានគ្រោះថ្នាក់ធម្មជាតិនេះជាច្រើនថ្ងៃ